ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ website តារា SMM នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនទាំងគ្នាអំពីវិធីងាយៗទទួលបាន follower TikTok នៅក្នុងរយៈពេលខ្លីដោយមិនចាំបាច់ពិបាកហើយនៅក្នុងការប៊ូសនេះគឺគ្មានអីពិបាកទេអ្នកទាំងគ្នាងាយៗគឺគ្រាន់តែអ្នកទាំងគ្នាមាន link របស់ profile TikTok ហ្នឹងហើយយើងយកទៅផាសជាមួយ website របស់យើងគឺរួចជាការស្រេចឥឡូវនេះខ្ញុំសូមធ្វើការ copy link តែម្ដងតែជាដំបូងយើងចូលកន្លែងប៊ូតុង share ហ្នឹងមកហើយយើងយកពាក្យថា copy link អ្នកនរគ្នាឥឡូវនេះខ្ញុំបានធ្វើការ copy link រួចរាល់ហើយបន្តទៀតមកគឺយើងចូលទៅកាន់ website របស់យើងគឺជា website តារា SMM ឥឡូវនេះខ្ញុំសូមធ្វើការចូលទៅតាម web browser Chrome ដើម្បីយើងធ្វើការចូលទៅកាន់ website តារា SMM ហើយបន្តទៀតមកយើង search website របស់យើងមកគឺជា website តារា SMM ហ្នឹងយើង search ថាតារា SMM អូខេអ្នកទាំងគ្នាហើយនេះគឺជា website តារា SMM ដែលនៅខាងលើគេហ្នឹងឥឡូវនេះខ្ញុំសូមធ្វើការចុចចូលទៅលើវាតែម្ដងអូខេអ្នកទាំងគ្នាហើយនេះគឺជា dashboard របស់ website តារា SMM ដែលខ្ញុំបានធ្វើការ login ក៏ដូចជាដាក់លុយចូលរួចរាល់ហើយសម្រាប់បងប្អូនណាដែលមកថ្មីដែលមិនទាន់ចេះពីរបៀប login ក៏ដូចជាពីរបៀបដាក់លុយខ្ញុំធ្វើការដាក់ link នៅខាងក្រោម description ដើម្បីបងប្អូនអ្នកគ្នាអាចចូលទៅទស្សនាពីរបៀបដាក់លុយក៏ដូចជាពីរបៀប login ចូល website ជាដើមឥឡូវកុំឲ្យខាតពេលវេលាយូរយើងចាប់ដើមធ្វើការប៊ូសទៅកាន់ follow TikTok ទាំងអស់គ្នាដែលជាដំបូងគឺយើងចុចទៅលើ shortcut របស់ TikTok នឹងមកដើម្បីយើងជ្រើសរើសតែសេវាកម្មរបស់ TikTok នឹងទេហើយបន្តទៀតមកអ្នកទាំងគ្នា scroll ដល់ខាងក្រោមបន្តិចមកយើងមើលកន្លែង category ហ្នឹងគឺជាប្រភេទរបស់វាដែលយើងចូលលើនឹងទៅដែលបងប្អូនអ្នកគ្នានឹងឃើញជាច្រើនប្រភេទដែលតាក់ទងទៅនឹងសេវាកម្មរបស់ TikTok បងប្អូនអ្នកគ្នាអាចរកមើលបានប្រភេទមួយណាដែលបងប្អូនអ្នកគ្នាកំពុងតែមានតម្រូវការលើគឺបងប្អូនអ្នកគ្នាអាចចុចធ្វើការជ្រើសរើសបានដោយសារតែក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញបងប្អូនអ្នកគ្នាអំពីការប៊ូស follower អញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើស TikTok follower តែម្ដងអ្នកទាំងគ្នាហើយសម្រាប់ website តារា SMM ការប៊ូស follower ហ្នឹងគឺវាមានពីរជម្រើសបងប្អូនអ្នកគ្នាជ្រើសទី1គឺការប៊ូស follow chat new ហើយនិងទី2ការប៊ូស follow ធម្មតាពីហ្នឹងបងប្អូនអ្នកគ្នាពេញចិត្តលើសេវាកម្មមួយណាគឺបងប្អូនអ្នកគ្នាអាចចុចធ្វើការជ្រើសរើសបានឥឡូវនេះខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មខាងលើតែម្ដងដែលគេនិយាយថា TikTok follower chat new ហ្នឹងហើយបន្តទៀតមកគឺជា service ហ្នឹងគឺជាសេវាកម្មរបស់វាអ្នកនរគ្នាដែលយើងចូលលើហ្នឹងទៅបងប្អូនអ្នកគ្នានឹងឃើញមាន4សេវាកម្មរបស់បងប្អូនអ្នកគ្នាជ្រើសរើសបងប្អូនអ្នកគ្នាអាចអានមើលបានសេវាកម្មមួយណាដែលបងប្អូនអ្នកគ្នាពេញចិត្តគឺបងប្អូនអ្នកគ្នាអាចចុចធ្វើការជ្រើសរើសបានឥឡូវនេះខ្ញុំសូមរកមើលសេវាកម្មណាមួយដើម្បីធ្វើការប៊ូសនេះអ្នកនរគ្នាខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មដែលមានលេខ ID ទី4443 TikTok follower ហើយ quality profile ចំនួនដែលខ្ពស់បំផុតរបស់វាគឺចំនួន 5M អ្នកនរគ្នាដែលយើងអាចដាក់វាបានខ្ពស់បំផុតហើយក្នុងរយៈពេល1ថ្ងៃវាដំណើរការបានចំនួន 100k អ្នកនរគ្នាហើយនៅពេលសេវាកម្មនេះនៅពេលដែលយើងធ្វើការបញ្ជាទិញរួចរាល់វានឹងធ្វើការដំណើរការចូលទៅកាន់ profile TikTok របស់យើងភ្លាមៗតែម្ដងហើយ refill របស់វាគឺរហូតដល់30ថ្ងៃគឺជារយៈពេលធានារបស់គេហើយក្នុង 1k តម្លៃរបស់វាគឺត្រឹមតែ$1.92 សេនទេអ្នកគ្នាតម្លៃគឺធូរថ្លៃមែនទែនឥឡូវខ្ញុំសូមធ្វើការចុចជ្រើសរើសសេវាកម្មនេះតែម្ដងហើយបន្តទៀតមកគឺជា link ហ្នឹងគឺជា link profile TikTok របស់យើងដោយសារតែខ្ញុំបានធ្វើការ copy link ពីខាងដើមវីដេអូនេះហើយអញ្ចឹងត្រង់ចំណុចនេះខ្ញុំសូមធ្វើការផាសចូលតែម្ដងអូខេឥឡូវខ្ញុំបានធ្វើការ copy link ដាក់ចូលរួចរាល់ហើយបន្តទៀតមកគឺជា quantity ហ្នឹងគឺជាចំនួនដែលយើងត្រូវធ្វើការទិញហ្នឹងដែលគេនិយាយថាពី minimum របស់វាពីចំនួន10រហូតដល់5លានចន្លោះហ្នឹងបងប្អូនអ្នកគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនអ្នកគ្នាអាចសរសេរដាក់ចូលប៉ុណ្ណឹងបានឥឡូវនេះខ្ញុំសូមធ្វើការដាក់ចំនួនតែ200ទេអ្នកទាំងគ្នាហើយ200គឺយើងអស់លុយត្រឹមតែ 0.38 សេនទេអ្នកទាំងគ្នាតម្លៃវាគឺធូរថ្លៃមែនទែនឥឡូវនេះបន្ទាប់ពីខ្ញុំបានធ្វើការបំពេញខាងលើរួចហើយខ្ញុំសូមចុចកន្លែងប៊ូតុង place order តែម្ដងដើម្បីយើងធ្វើការបញ្ជាទិញអូខេអ្នកគ្នាពេលនេះគឺខ្ញុំបានធ្វើការបញ្ជាទិញរួចរាល់ហើយដល់ពេលដែលខ្ញុំធ្វើការបញ្ជាទិញជោគជ័យគឺវានឹងចេញទម្រង់បែបនេះហើយនេះគឺជាវិក្កយបត្រដែលគេផ្ដល់ឲ្យយើងនៅពេលដែលយើងបានធ្វើការបញ្ជាទិញជោគជ័យហើយអ្នកទាំងគ្នាអាចមើលបានដូចជាលេខ ID service
លេងអីចឹងទៅបងប្អូនអរគ្នាសម្រាប់ទៀងទាត់សេវាកម្មដែលយើងបានធ្វើកម្មបញ្ជាទិញជោគជ័យហើយមួយទៀតសម្រាប់បងប្អូនណាដែលចង់តាមដានសេវាកម្មដែលយើងបានធ្វើកម្មបញ្ជាទិញជោគជ័យគឺយើងចុចកន្លែងជ្រុងខាងលើនឹងមកកន្លែងត្រី3ខាងលើនឹងមកហើយយើងរកពាក្យថា order ហើយនេះគឺជាសេវាកម្មដែលយើងបានធ្វើកម្មបញ្ជាទិញជោគជ័យមិញហ្នឹងគឺវានៅត្រង់ចំណុចនេះអ្នកនរគ្នាអាចតាមដានពី process វានៅត្រង់ចំណុចនេះបានចង់ដឹងថាវាដំណើរការរួចរាល់ហើយនៅអីគឺបងប្អូនអ្នកគ្នាអាចតាមដានពីត្រង់ចំណុចនេះបានអូខេអ្នកគ្នាពេលនេះវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយបើសិនជាមានចង្វាក់តាដែលមិនទាន់ច្បាស់អ្នកនរគ្នាក៏អាចមើលវីដេអូនេះសារឡើងវិញបានអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយ